ទី3ខ្ញុំសូមរដ្ឋបាលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មជាទម្ងន់ដល់ប្រទេសថៃឲ្យបានឆាប់បើអាចធ្វើទៅបានជាពិសេសជួយជំរុញឲ្យប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីសាររើកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី23តុលាឆ្នាំ1991ឡើងវិញក្រោមការដឹកនាំថ្មីរបស់សហរដ្ឋអាមេរិកផ្ទាល់ព្រោះវាជាច្បាប់ដែលមានអំណាចរបស់អាមេរិកគឺ SR 427ឲ្យបាន SR 427នេះគឺជាច្បាប់ដើម្បីជំរុញហៅទាំង18ប្រទេសហត្ថលេខីទាំង17ប្រទេសមកចូលរួមនឹងអង្គការសហប្រជាជាតិចំនួន100ផ្លាយប្រទេសជាងមកចូលរួមទាំង17ប្រទេសនិង18ប្រទេសមានសហរដ្ឋអាមេរិកផងដើម្បីសាររើនៅច្បាប់នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ1991ឡើងវិញដោយការដឹកនាំរបស់សហរដ្ឋអាមេរិកទេគឺគ្មានអំណាចទេដូច្នេះលោកសំរងស៊ីខំទៅធ្វើស្អីសពបែបយ៉ាងឈប់ចាប់បោះចោលភ្លាមទៅកុំធ្វើលោកគ្មានអំណាចលោកគ្មានគ្នាគ្រប់គ្រាន់លោកគ្មានធ្វើអីចូលទៅឲ្យខ្មែរវាយគ្នាកាប់គ្នាសម្លាប់គ្នានឹងអន្តរាយទៀតហើយដូច្នេះមានតែ SR 427ដែលជាច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលបានសញ្ញេតាំងពីឆ្នាំ2022ម្លេះយកដើម្បីឲ្យលោកសហរដ្ឋអាមេរិកនេះដឹកនាំមិនមែនបារាំងមិនមែនឥណ្ឌូនេស៊ីទេពីព្រោះលោកទុកចោល34ឆ្នាំហើយដែលមិនធ្វើការអីទាំងអស់ចំណែកលោកហ៊ុនសែនបាននិយាយថាវាទៅចូលជាធរមាននៅក្នុងច្បាប់របស់ប្រទេសខ្មែរធម្មរិញរបស់ខ្មែររួចហើយលោកមានភាសានេះខុសហើយពីព្រោះប្រទេសខ្មែរបច្ចុប្បន្នជាប្រទេសខុសច្បាប់ជាឃាតករដែលសម្លាប់ខ្មែរហើយធ្វើឲ្យខ្មែររងទុក្ខវេទនាមិនចេះចប់មិនចេះហើយដូច្នេះមិនទទួលស្គាល់ទេតលតែប្រទេសនេះនាំគ្នាជួបជុំឡើងវិញហើយរួមគ្នាទៅដើម្បីសហការទាំងអស់គ្នាដើម្បីយកអាមេរិកនេះឲ្យដឹកនាំបានវា SR 427នេះវាមានអំណាចហើយប្រជាពលរដ្ឋយើងនឹងរួបរวมគ្នាបានវាមានអំណាចហើយប្រទេសដទៃទៀតដែលគេសញ្ញេទាំង17ប្រទេសមានយួនមានថៃមានលាវមានចិនអីហ្នឹងសញ្ញេរួចអស់ហើយនិងព្រមទាំងសហអង្គការសហប្រជាជាតិត្រូវតែទទួលស្គាល់ដើម្បីនាំគ្នាអភិវឌ្ឍប្រទេសឡើងវិញមិនមែនធម្មដុញនឹងការសាញ់កោះត្រល់ជាសន្ធិសញ្ញារបស់លោកហ៊ុនសែននឹងគឺខុសហើយគឺថាការគម្រាមកំហែងនេះហើយនឹងការធ្វើនេះការប្រព្រឹត្តនេះការដឹកនាំនឹងគឺជាដឹកនាំឲ្យប្រទេសនេះคล้ายទៅជាប្រទេសខុសច្បាប់ទាំងស្រុងរាល់ថ្ងៃនេះមិនមែនជាប្រទេសត្រូវច្បាប់ទេដូច្នេះខ្ញុំចង់ឲ្យយើងសាររើឡើងវិញរួបរวมគ្នាចឹងហើយបានជាខ្ញុំចង់ជំរុញឲ្យ SR 427ហ្នឹងឲ្យខ្មែរទាំងអស់គ្នារួបរวมគ្នាទាំងលោកហ៊ុនសែនលោកអីទាំងអស់មានន័យថាជួយជំរុញឲ្យ ICC ICJ UN USA Southeast Asia និង SR 427នេះរុញឲ្យទៅជាកម្លាំងមួយដោយមានការគ្រប់គ្រងពីប្រជាពលរដ្ឋខ្មែរទាំងមូលនិងអង្គការពិភពលោកទាំងមូលរួមគ្នាដើម្បីបញ្ចប់សង្គ្រាមកុំឲ្យថៃប្រព្រឹត្តនៅបទល្មើសអក្រិតកម្មទាំងអស់នេះបានទៀតកុំឲ្យពួកទាំងអស់នេះឆ្លៀតពៀនយកដីខ្មែរបានទៀតពីព្រោះបើនិយាយពី MOU 43នៅឆ្នាំមានន័យថាពុទ្ធសករាជឆ្នាំ2543ហើយវាត្រូវនឹងឆ្នាំនៃគ្រិស្តសាសនាគឺឆ្នាំ2000នេះឯងឆ្នាំ2000មានន័យថា MOU យកមកដោះស្រាយក៏មិនប្រសិទ្ធភាពដោយ SR 427ដែលជំរុញឲ្យច្បាប់$23ហ្នឹងសាររើឡើងវិញមានន័យថាឲ្យមានឯករាជ្យភាពពិតប្រាកដឲ្យបូរណភាពទឹកដីបរិបូរខ្ញុំចង់ជម្រាបបន្តិចថាពាក្យថាបរិបូរនេះណាបូរណភាពទឹកដីនេះគឺជាទឹកដីដែលពោពេញតាំងពីដើមរបស់ខ្មែរដែលមានចំនួន1លាន2សែនគីឡូម៉ែត្រកន្លះហ្នឹងត្រូវយកត្រឡប់មកវិញដូច្នេះវាគេត្រូវបំបត្តិចោលទាំងអស់ហើយទាំងយួនទាំងចិនទាំងថៃដែលមាន sign contract អីនៅក៏គួចក៏ត្រល់ក៏កញ្ចក់សេះកញ្ចក់អីទាំងប្រមាណគឺត្រូវរំលាយចោលទាំងអស់មកជារបស់ខ្មែរក្រោមមកជារបស់ខ្មែរដែលនៅក្នុងប្រទេសថៃទាំងអស់មកទៅជារបស់ខ្មែរតែមួយคล้ายទៅជាមហានគរដូច្នេះយើងត្រូវទាមទារយកអាហ្នឹងកុំនិយាយកពិចកពុក
ก็กระป้องวิอัดประโยชน์ขาดเปอสมเอายังนึงรึงต้องออกนี่ล่างปังพองเลื่อนพองกลมยืดกลมเสียมเดือบเตียนเอาไปเอาเกแต่แบล็กกระบายให้สลับเตาโจตเตงขมายยังนะสมัยมหานโกยังดังไงรังจังมิดมาไพลินเนี่ยเดาให้เรารบป้อนชนะยังนึงไปเต้าเชียมมหาประเทศดอกทมเอาลูกดังไงนะปราสาทอังกอร์กัมพูลปราสาทจังปรามนี่นะเมียนในทำไมปราสาทกัมพูลจังปรามนี่เมียนในท้าดำนางเอาทริปจังพรำจังมหาอำนาจมหานครในประเทศเขมรได้ยังกำปงแต่บ้านเคยประสาทอังโกรอนี่ประสาทกับปูลพรำนี่หายยังเต้าเชียบันดอยในสกิมสกัดให้อดใจรวบรวมគ្នាคือเชียนิมิตสัญญาในปะราชัยเทียหายคือเชียนิมิตรูปเชียสะใสบัญญัติยังนั่งละเลียเทียดที่ไทยยังได้ติดจนกันลงด้านประวัติศาสตร์จ้ะได้จังบอกยุนจังบอกไทยจังบอกจันได้ขมายเต้าแต่ตัวรงทุกหนึ่งสลับดอดได้โรลเลียดอดได้โดยเฉพาะใส่ได้เชียกับน้องทมสำรับบำบัดอำเภอเท่าเทียบรบสตราวเยอะคือเมียนแต่เอสออกบุญร้อยมาเพย์มาเปิลได้สหรัฐอเมริกาเนี่ยเมียนอำนาจยังขมายต้องออกเนี่ยนอมเนี่ยเงือบล้างដើម្បីឲ្យសហរដ្ឋអាមេរិកយកអសបរ27ទៅដឹកនាំ$23ឲ្យសាររឿឡើងវិញយកច្បាប់$23ធ្វើតាម$23ដែលគេសាញទាំងអស់ហើយប៉ុន្តែរឿងសំខាន់លោកទៅស្ដាប់ឲ្យច្បាស់ច្បាស់កន្លែងនេះច្បាស់ត្រង់កន្លែងថាអសបរ27នេះគឺជារបស់មានអំណាចហេតុអីខ្ញុំនិយាយដដែលហេតុអីអស់លោកទាំងអ្នកកសែតទាំងវិទ្យុទាំងទូរទស្សន៍តើលោកធ្វើការឲ្យយួនឬក៏ឲ្យបរទេសណាបានជាលោកមិនព្រមនិយាយផ្សាយអាហ្នឹងជួយផ្សព្វផ្សាយជាកលឹះដែលដោះស្រាយបានទាំងអស់ហេតុអីបានជាលោកនៅតែធ្វើហេតុអីបានជានាំគ្នាបិទស្ងាត់មកសំបីតែកវាយដរនមិនខ្ចីសួរលោកខ្លាចការពិតយ៉ាងម៉េចលោកខ្លាចយុទ្ធធម៌ឬក៏លោកខ្លាចសម្រាប់ខ្មែរឲ្យទុកឲ្យខ្មែរងាប់ស្លាប់វេទនារងអត់បាយកាហាយទឹកសំបែបយ៉ាងឬក៏លោកមានបំណងទៅចូលដៃចូលជើងជាមួយថៃជាមួយយួនជាមួយចិនឬក៏លោកត្រូវតែទទួលលុយកាក់ពីយួនពីចិនពីអីហ្នឹងបានជាលោកមិនឈាមដើម្បីដោះស្រាយស្អីទាំងអស់ត្រូវចប់ត្រឹមកន្លែង SR 27និង$23គេទាំងអស់គ្នាខ្មែរទាំងអស់គ្នាបានដឹងបានឮបានឃើញបានផ្ទាល់បានជ្រាបសពអស់ហើយហេតុអីបានជាលោកមិនជួយទាញមិនជួយរុញមិនជួយប្រកាសឥឡូវនេះខ្ញុំសូមប្រកាសហើយអញ្ចឹងយក$23នឹងយកមកប្រើនឹងមិនមែនលោកចិត្តតែនិយាយតែឯងយក$23ទៅយកមកប្រើលោកអត់មានសមត្ថភាពទេលោកគ្រាន់តែស្រឡាញ់ទេគ្រាន់តែស្រឡាញ់ឲ្យចង់ជួយទេប៉ុន្តែធ្វើមិនបានទេលោកអត់សមត្ថភាពទេជាពិសេសលោកសំរងស៊ីធ្វើរដ្ឋាភិបាលក្រៅប្រទេសលោកអត់ត្រូវទេលោកអត់ស្របច្បាប់លោកអត់មានមនុស្សលោកអត់មានប្រទេសលោកនៅណាក្រៅប្រទេសអ្នកអត់ទទួលស្គាល់យូរអត់ទទួលស្គាល់អាមេរិកសញ្ញេព្រមព្រៀងឲ្យលោកធ្វើអត់ទេដូច្នេះខ្ញុំសូមឲ្យលោកសំរងស៊ីណាលោកខ្ញុំប្រាប់លោកឯងឲ្យច្បាស់ថាលោកជាមនុស្សម្នាក់ដឹកនាំឲ្យខ្មែរវេទនាហើយវង្វេងហើយនឹងឲ្យខ្មែរវាយគ្នាលោកគៀងត្រីបញ្ចូលសងឲ្យយួនឬឲ្យអ្នកណា